Martin Heidegger ការប្រឈមមុខនឹងក្តីស្លាប់និងនៃអត្ថិភាពជីវិតតើអ្នកធ្លាប់សួរខ្លួនឯងទេថាហេតុអ្វីបានជាយើងកើតមកតើការមានជីវិតរស់នៅពិតប្រាកដមានន័យដូចម្តេចហើយហេតុអ្វីបានជាមនុស្សភាគច្រើនព្យាយាមរត់គេចនឹងខ្លាចពាក្យថាក្តីស្លាប់នៅក្នុងសតវត្សទី20មហាទស្សនវិទូអាល្លឺម៉ង់ដ៏មានឥទ្ធិពលបំផុតម្នាក់បានពោលពាក្យដ៏រំជួយស្មារតីថាជីវិតដែលពិតប្រាកដមិនមែនជាការរស់នៅតាមគេតាមឯងនោះទេប៉ុន្តែវាជាការក្លាហានប្រឈមមុខចំពោះក្តីស្លាប់របស់ខ្លួនឯងស្វាគមន៍មកកាន់ប្រវត្តិរូបនិងប្រាជ្ញាញាណរបស់ Martin Heidegger ដែលជាបិតាទស្សនវិជ្ជាអត្ថិភាពនិយមទំនើបដែលនឹងបង្រៀនយើងឲ្យស្គាល់អត្ថន័យពិតប្រាកដនៃការមានជីវិតរស់នៅលោក Martin Heidegger កើតនៅក្នុងឆ្នាំ1889នៅក្នុងទីក្រុងតូចមួយឈ្មោះ Maastricht ប្រទេសអាល្លឺម៉ង់ឪពុករបស់លោកជាអ្នកថែរក្សាព្រះវិហារកាតូលិកដ៏សាមញ្ញម្នាក់បរិយាកាសសាសនានិងធម្មជាតិព្រៃឈើជុំវិញស្រុកកំណើតបានជះឥទ្ធិពលយ៉ាងជ្រៅលើគំនិតស្ងប់ស្ងៀមនិងការពិចារណារបស់លោកតាំងពីកុមារភាពដើមឡើយលោកបានសិក្សាខាងសាសនាប៉ុន្តែក្រោយមកលោកបានបង្វែរអារម្មណ៍មកសិក្សាផ្នែកទស្សនវិជ្ជានិងតក្កវិជ្ជានៅសាកលវិទ្យាល័យ Freiburg លោកបានក្លាយជាសិស្សនិងជាជំនួយការរបស់មហាទស្សនវិទូ Edmund Husserl ជាបិតានៃ Phenomenologyលោក Heidegger មិនចូលចិត្តជីវិតទីក្រុងលយឆាយនោះឡើយលោកចំណាយពេលភាគច្រើនសរសេរសៀវភៅនៅក្នុងផ្ទះឈើដាច់ស្រយាលកណ្ដាលព្រៃភ្នំព្រោះលោកជឿថាធម្មជាតិនិងភាពស្ងប់ស្ងាត់គឺជាកន្លែងតែមួយគត់ដែលដាស់ស្មារតីមនុស្សឲ្យឃើញអត្ថភាពពិតនៅក្នុងឆ្នាំ1927 Heidegger បានបញ្ចេញស្នាដៃដ៏មហិមាដែលផ្លាស់ប្ដូរពិភពទស្សនវិជ្ជាជារៀងរហូតគឺសៀវភៅ Being and Time ដែលមានន័យថាអត្ថភាពនិងពេលវេលានៅក្នុងសៀវភៅនេះលោកបានបង្កើតនូវពាក្យគន្លឹះដ៏សំខាន់មួយគឺ Dasein ដែលប្រែថាការមានវត្តមាននៅទីនេះចំណុចទី1មនុស្សមិនមែនជាវត្ថុលោកបានពន្យល់ថាមនុស្សយើងមិនដូចជារបស់ប្រៀបដូចជាតុឬកៅអីនោះទេតុឬកៅអីគ្មានជម្រើសក្នុងការកំណត់ជីវិតរបស់ខ្លួនឯងទេតែមនុស្សគឺជាសត្វលោកតែមួយគត់ដែលដឹងខ្លួនថាខ្លួនឯងមានជីវិតនិងត្រូវបង្កើតន័យឲ្យជីវិតខ្លួនឯងប៉ុន្តែសំណួរសួរថាតើយើងមកដល់ពិភពលោកនេះដោយរបៀបណានេះនាំឲ្យយើងស្គាល់ដល់ចំណុចទី2គឺការធ្លាក់ចូលទៅក្នុងពិភពលោកយើងមិនបានជ្រើសរើសកន្លែងកើតឪពុកម្ដាយឬសម័យកាលនោះឡើយតែយើងត្រូវបានទម្លាក់មកកាន់ពិភពលោកនេះហើយយើងត្រូវទទួលខុសត្រូវលើជីវិតដែលយើងមានស្នូលដ៏សំខាន់បំផុតនៃទស្សនវិជ្ជារបស់ Heidegger គឺទស្សនៈ Being Toward Death ប្រែថាការរស់នៅដោយតម្រង់ទៅរកសេចក្តីស្លាប់មានពីរយ៉ាងការរស់នៅមិនពិតប្រាកដមនុស្សភាគច្រើនរស់នៅក្នុងជីវិតកុហកខ្លួនឯងយើងព្យាយាមភ្លេចពាក្យថាស្លាប់រស់នៅតាមការកំណត់របស់អ្នកដទៃពាក្យដែលលោកហៅថាធ្វើតាមគេរៀបការតាមគេធ្វើការតាមគេដោយគ្មានគោលដៅពិតប្រាកដរបស់ខ្លួនឯងការរស់នៅពិតប្រាកដ Heidegger ប្រាប់ថាពេលដែលអ្នកក្លាហានទទួលស្គាល់ថាថ្ងៃណាមួយខ្ញុំនឹងត្រូវស្លាប់ហើយគ្មាននរណាម្នាក់អាចស្លាប់ជំនួសខ្ញុំបានឡើយនេះហើយជាវិនាទីដែលអ្នកភ្ញាក់ដឹងខ្លួនក្តីស្លាប់មិនមែនជាការបំភ័យឡើយតែវាជាកញ្ចក់ឆ្លុះដែលរំលឹកយើងថាពេលវេលារបស់យើងមានកំណត់ដូច្នេះចាប់ផ្ដើមរស់នៅជាខ្លួនឯងនិងធ្វើអ្វីដែលបេះដូងខ្លួនឯងចង់ធ្វើពីថ្ងៃនេះតទៅ Martin Heidegger បានលាចាកលោកនៅក្នុងឆ្នាំ1976ក្នុងវ័យ86ឆ្នាំដោយបន្សល់ទុកនូវបណ្ដាំប្រាជ្ញាយ៉ាងជ្រាលជ្រៅដល់មនុស្សលោកកុំរស់នៅក្នុងជីវិតដែលជារបស់អ្នកដទៃនិងឈប់រត់គេចពីការពិតនៃពេលវេលាចូលប្រឈមមុខនឹងក្តីស្លាប់ដោយភាពក្លាហានដើម្បីបង្កើតជីវិតដ៏ពិតប្រាកដដែលជាកម្មសិទ្ធិរបស់អ្នកផ្ទាល់ប្រសិនបើអ្នកចូលចិត្តអត្ថបទទស្សនវិជ្ជានិងជីវប្រវត្តិស៊ីជម្រៅបែបនេះកុំភ្លេចចុច Like និង Share ដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតសូមអរគុណ